បានខ្ញុំសិលាសូមស្វាគមន៍មកកាន់វគ្គព័ត៌មានជីវិតនិងកំសាន្តចាទស្សនិកជនវិជ្ជបណ្ឌិតបញ្យល់ពីលក្ខខណ្ឌផ្ដល់ឈាមប្រកបដោយភាពវៃឆ្លាតនៅក្នុងការជួយស្រោចស្រង់ជីវិតមនុស្សដោយមិនបារម្ភអំពីផលប៉ះពាល់ដល់សុខភាពអ្នកផ្ដល់ឈាមទូទៅភាគច្រើនតែងតែមានការបារម្ភចំពោះសុខភាពរបស់ខ្លួននៅមុននិងក្រោយពេលបរិច្ចាគឈាមជួយសង្គមប៉ុន្តែវិជ្ជបណ្ឌិតជំនាញបានបញ្ជាក់យ៉ាងច្បាស់លាស់ថាការផ្ដល់ឈាមដោយការស្ម័គ្រចិត្តគឺជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃនិងមានសារៈសំខាន់បំផុតនៅក្នុងការជួយជីវិតមនុស្សនេះបើតាមការបញ្ជាក់ឲ្យដឹងពីវិជ្ជបណ្ឌិតជំនាញនៅក្នុងកម្មវិធីមនុស្សធម៌ផ្ដល់ឈាមដែលបានរៀបចំធ្វើឡើងកាលពីព្រឹកថ្ងៃសៅរ៍ទី20 ខែឧសភាឆ្នាំ2017ចំពោះចម្ងល់ដែលមនុស្សទូទៅបារម្ភជុំវិញបញ្ហាសុខភាពវិជ្ជបណ្ឌិតលើកឡើងថាការផ្ដល់ឈាមគឺជាក្បួនវិទ្យាសាស្ត្រសុទ្ធសាធពលគឺមិនមានផលប៉ះពាល់ដល់សុខភាពឡើយព្រោះការបរិច្ចាគឈាមចំណុះ350មីលីលីត្រនេះគឺការបាត់បង់ជាតិទឹកច្រើនអញ្ចឹងពេលក្រោយការបរិច្ចាគឈាមយើងឧស្សាហ៍គិតបានច្រើនដើម្បីបង្គ្រប់ជាតិផ្លាស្មាដែលយើងបានបាត់បង់នៅពេលយើងបរិច្ចាគគឺរយៈពេលតែ3ទៅ4ម៉ោងទេគឺជាតិផ្លាស្មាអាចនឹងបង្គ្រប់មកវិញចំណែកគ្រាប់ឈាមក្រហមគឺជាប្រហែលជា2សប្តាហ៍ទៅ3សប្តាហ៍បានវាអាចគ្រប់មកវិញប៉ុន្តែចន្លោះពេលនោះគឺការបាត់បង់ឈាមប្រហែលជា6ទៅ7% នៃចំណុះឈាមនៅក្នុងខ្លួនយើងគឺមិនធ្វើឲ្យយើងប៉ះពាល់សុខភាពលោកបន្ថែមទៀតថាមនុស្សស្រីមានសុខភាពល្អម្នាក់អាចផ្ដល់ឈាមនៅក្នុងបរិមាណ350មីលីលីត្រនៅក្នុងមួយលើកហើយអាចបរិច្ចាគរហូតដល់3ដងក្នុងមួយឆ្នាំឯប្រុសបាន4ដងនៅក្នុងមួយឆ្នាំការមានឈាមបម្រុងទុកជាស្រេចអាចឲ្យយើងជួយសង្គ្រោះជីវិតមនុស្សបានទាន់ពេលវេលារាល់ពេលមានតម្រូវការហើយការស្នើសុំឈាមគឺមិនគិតថ្លៃឡើយបន្ទាប់ពីបរិច្ចាគឈាមរួចថ្មីកញ្ញាសុដាលេងប្រាប់ PNN យ៉ាងដូចនេះថាទីមួយការផ្ដល់ឈាមហ្នឹងវាផ្ដល់ថាប្រយោជន៍ចំពោះខ្ញុំហើយក៏ចំពោះអ្នកដែលខ្ញុំផ្ដល់ឲ្យគាត់ចឹងទៅថាអ្នកដែលគាត់ខ្វះឈាមហ្នឹងគាត់អាចយកឈាមខ្ញុំទៅបញ្ចូលអីចឹងបងហើយបើចំពោះខ្លួនខ្ញុំគឺក៏វាផ្ដល់ថាប្រយោជន៍ច្រើនដែរទីមួយយើងអាចតែដឹងចេញពីឈាមរបស់យើងសុខភាពរបស់យើងហើយក៏វាមានថាប្រយោជន៍ទៅថ្ងៃក្រោយចំពោះគ្រួសាររបស់យើងហ្នឹងបងដល់ឈាមគឺដូចតែមានប៉ះពាល់អីដល់សុខភាពយើងបងហើយអាចជួយដល់អ្នកដទៃបានហើយវាអត់ឈឺហើយក៏អត់មានអារម្មណ៍ថាពិបាកក្នុងខ្លួនអញ្ចឹងបងអញ្ចឹងគាត់ថាបើយុវវ័យយើងឬក៏អ្នកដែលគាត់មានសុខភាពល្អគាត់អាចជួយដល់ឈាមទៅដើម្បីជួយដល់ប្រជាជនរបស់យើងអត់មានទេនេះជាលើកទី2ហើយដែលបុគ្គលិកក្រុមហ៊ុនបរិយពេញហួតរៀបចំកម្មវិធីបរិច្ចាគឈាមជួយដល់មជ្ឈមណ្ឌលជាតិផ្ដល់ឈាមដែលកំពុងខ្វះខាតឈាមដោយឡែកវេទិកាអ្នកបរិច្ចាគឈាមពិភពលោកនឹងធ្វើឡើងនៅថ្ងៃទី14ខែមិថុនាខាងមុខនេះក្រោមប្រធានបទគម្រោងចាំគ្រោះមហន្តរាយវេប្រហារយើងបរិច្ចាគឈាមផ្ដល់ឈាមថ្ងៃនេះផ្ដល់ឲ្យបានញឹកញាប់